ngày đi atra kê chập đào màuประมาณประโมลចិញ្ច្រាំងបន្ថែមទៀតហើយខ្ញុំក៏ថតឲ្យបងប្អូនមើលចឹងទៅបើសារតែនៅក្បែរកន្លែងខ្ញុំធ្វើការនេះមានគេធ្វើស្រែចឹងគេមានអត្រៈគេដើរប្រមាណប្រមូលចិញ្ច្រាំងដែលច្រូតហើយចឹងណាបងប្អូនអត្រៈមួយហ្នឹងគឺគេដើរប្រមូលចងជាដុំចេះទៅហើយអត្រៈមួយទៀតនេះគឺគេទៅយកថង់ពណ៌សហ្នឹងទៅរុំអាដុំដែលគេបានប្រមូលរួចហើយនៅក្នុងប្រទេសកូរ៉េគេធ្វើស្រែសបាយម្យ៉ាងដែរបងប្អូនដោយសារតែគេមានអត្រៈនិយាយទៅថាគ្រឿងចក្រកសិកម្មគេសម្បូរបែបបងប្អូនអើយមានម៉ាស៊ីនស្ទូងម៉ាស៊ីនអាចច្រូតម៉ាស៊ីនអត្រៈវាយដីវាថាមានសម្បូរបែបមែនតើគឺថាអញ្ចឹងទៅធ្វើស្រែគឺអត់សូវប្រឡូកប្រឡាក់អីច្រើនទេហើយគេមានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់បន្លាយទឹកផ្លូវប្រព័ន្ធធារាសាស្ត្រទេគេនឹងគឺថានេះឥឡូវគេនឹងគឺថាគេចាប់ដើមរុំចិញ្ច្រាំងយកជាដុំជាដុំចឹងទៅបន្ទាប់មកគេយកមកតម្រៀបដោយសារខ្ញុំអត់បានថតគេតម្រៀបទេដោយសារតែនឹងរពលដែរហើយយកឆ្លៀតថតបន្តិចឪពុកម៉ែបងប្អូនមើលទៅថាស្រុកគេនឹងគេធ្វើយ៉ាងម៉េចចឹងណាដោយសារបងប្អូនខ្លះគាត់អត់បានមកកូរ៉េចេះតែមើលតាមវីដេអូនេះលេងទៅបាទសូមអរគុណ